Nơiសម័យបុរាណកូនបម្រើលើកទឹកមិនមែនជាការងារធម្មតាពេលម្ចាស់ស្រីអស់កម្លាំងពួកនាងត្រូវចូលជំនួសដែលគ្មានជំរឿលីនអ៊ូមិននឹកស្មានថាមនុស្សដែលស្រឡាញ់រឿងវងក្នុងរាជវាំងនឹងជ្រៀតចូលមកក្នុងរឿងពិតៗហើយខ្លាចជាកូនបម្រើលើកទឹករបស់ភរិយាតាយាទក្នុងគ្រួសារគង់តែអ្វីដែលគួរភ័យខ្លាចគឺម្ចាស់របស់គាត់វិញជាមនុស្សដែលមានកម្លាំងខ្លាំងស្លាប់ហើយមែនទែនជាអរិយចកអរខ្លាឆ្មាអាប់នេះក៏ជាលើកទី3ហើយដែលបានដាំទឹកលីនអូដឹងថាម្ចាស់ដើមនៃរាងកាយនេះគឺជាស្រីបម្រើដែលបានជំនួសម្ចាស់ទៅបម្រើលើក្រែហើយមានផ្ទៃពោះកូនរបស់ស៊ឺកុងចុងក្រោយនាងត្រូវស៊ឺកុងហ្វៃដ៏សាហាវសម្លាប់យ៉ាងឃោរឃៅឥឡូវនេះបើចង់ផ្លាស់ប្ដូរបញ្ចប់ជីវិតដ៏អាសូរនេះលីនអូត្រូវតែកាត់រកវិធីសាស្ត្រមួយដើម្បីកម្ចាត់ស៊ឺកុងហ្វៃសេនយេរ៉ូគាត់បានសង្កេតឃើញយ៉ាងច្បាស់ថាអ្នកចិត្តស្និទ្ធរបស់ស៊ឺកុងហ្វៃគឺប៊ីយុនហើយທາງក៏មានចិត្តគិតចង់បានស៊ឺកុងដូចគ្នាដូច្នេះគាត់ក៏រៀបចំផែនការមួយពេលឮស៊ឺកុងសរសើរសម្ពុតពណ៌ផ្កាឈូករបស់ហៃថាងថាសាទលីនអ៊ូក៏យកសម្ពុតពណ៌ផ្កាឈូកមួយឲ្យសិនយេរ៉ូម៉ែក្រោមការលួងលោមនិងសរសើរលើកជើងរបស់លីនអ៊ូសិនយេរ៉ូពាក្យវាដោយសប្បាយចិត្តហើយទៅសួរសុខទុក្ខលោកស្រីចាស់មិនដឹងថាប្រុសស្រីស្នេហ៍របស់គួកកុងយាចូលចិត្តពាក្យពណ៌ផ្កាឈូកធ្វើឲ្យភរិយាគួកកុងស្អប់ពណ៌នេះខ្លាំងបំផុតដូច្នេះលោកស្រីចាស់ដែលមិនសូវចូលចិត្តសិនយេរ៉ូស្រាប់កាន់តែស្អប់នាងខ្លាំងឡើងហើយរករឿងសួរថាហេតុអ្វីបានមកសួរសុខទុក្ខយឺតមិននឹកស្មានថាលីនអ៊ូក្លាហាននិយាយថាព្រោះស៊ឺកុងបានធ្វើឲ្យស៊ឺកុងហ្វៃអស់កម្លាំងពេញមួយយប់ទើបភ្ញាក់យឺតពាក្យនេះធ្វើឲ្យលោកស្រីចាស់ខឹងដល់កំពូលលីនអ៊ូដឹងច្បាស់ថាធ្វើបែបនេះសិនយេរ៉ូមិនលេងនាងទេដូច្នេះនាងភ្លាមក៏ធ្វើជាមិនដឹងអីហើយបង្ហាញថាខ្លួនមានចិត្តល្អសុទ្ធតែប៉ុណ្ណោះពិតប្រាកដណាស់ប៊ីយុនហើយថាងឃើញឱកាសមកដល់ក៏ប្រញាប់ស្នើឲ្យបញ្ចុះលីនអ៊ូទៅជាស្រីបម្រើថ្នាក់ទី2ហើយពីនេះទៅការកាន់ទឹកពេលយប់សូមសិតសឹកហ្វៃមេត្តាអភ័យទោសព្រោះព្រឹកនេះបងស្រីហៃថាងបានយកតាទៅជូនសិតសឹកហើយសិតសឹកបានសរសើរថាសម្លៀកបំពាក់របស់បងស្រីហៃថាងស្អាតដូច្នេះទើបខ្ញុំផ្ដល់យោបល់ឲ្យអ្នកពាក់សម្លៀកបំពាក់ពណ៌ផ្កាឈូកយកតាហ៎ហៃថាងអ្នកពិតជាចេះដាក់ចិត្តបម្រើណាស់ដល់ថ្នាក់អាចឲ្យសិតសឹកយាសរសើរអ្នកបានទៀតទាសកលនាងគ្រាន់តែចង់ខិតខំបម្រើសិតសឹកយាឲ្យបានល្អប៉ុណ្ណោះសិតសឹកយាត្រូវការឲ្យអ្នកខិតខំបម្រើដល់ថ្នាក់នោះទេឬដូច្នេះអ្នកជួយសំខាន់ក្នុងការសម្លាប់ម្ចាស់ដើមគឺហៃថាងត្រូវបានបន្ថយឋានៈឲ្យទៅធ្វើជាទាសកលថ្នាក់ទី2សម្រាប់សម្អាតបន្គុណដោយហេតុនេះនៅពេលយប់ពេលលើកទឹកគេនៅសល់តែនាងម្នាក់ប៉ុណ្ណោះនៅពេលយប់លីនវូដើម្បីធ្វើបាបសិនយូរ៉ោបានយកថ្នាំបង្ការចំណងដែលប្រើសម្រាប់បង្កាត់ពូជជ្រូកមេទៅដាក់ក្នុងទឹកតែរបស់ស៊ីជីដែលស្រាប់តែមានកម្លាំងខ្លាំងរួចហើយបន្ទាប់ពីផឹកចូលភ្លាមក៏មានអារម្មណ៍ថារាងកាយក្តៅក្រហាយពិបាកទប់ចិត្តខ្លាំងជាងមុនអ្វីដែលលីនវូមិននឹកស្មានដល់នោះគឺពេលស៊ីជីលើកសិនយូរ៉ោមកបបគាត់វិនក៏ចាប់ដៃនាងផងដែរហើយចង់ឲ្យនាងចូលបម្រើលើក្រែជាមួយរឿងនេះធ្វើឲ្យលីនវូភ័យស្លន់ស្លោខ្លាំងព្រោះបើសិនយូរ៉ោឃើញនាងប្រហែលជាមិនអាចរស់ដល់ថ្ងៃស្អែកបានទេសំណាងល្អនៅវិនិតិសំខាន់ស៊ីជីបានលែងដៃប៉ុន្តែសិនយូរ៉ោវិញត្រូវទទួលរងការធ្វើទុកបុកម្នេញយ៉ាងធ្ងន់ពេលលីនវូចូលមកម្ដងទៀតសិនយូរ៉ោត្រូវស៊ីជីធ្វើរហូតសន្លប់បាត់ស្មារតីមិននឹកស្មានថាបន្ទាប់មកស៊ីជីស្រាប់តែទាញលីនវូឡើងលើក្រែផងដោយធ្វើឲ្យនាងគិតថាប្រកាសជាថ្នាំដែលនាងដាក់មានបញ្ហាហើយខ្ញុំនឹងធ្វើឲ្យប្រនាងសេទីភ្ញាក់ឬរំខាននាងសូម្បីតែខ្លាចថានឹងរំខាននាងក៏ដល់ថ្នាក់ខ្លាចរំខាននាងឃើញស្ថានភាពកាន់តែអស់ការគ្រប់គ្រងគាត់ក៏ប្រញាប់រកហេតុផលគ្រប់យ៉ាងដើម្បីបដិសេធប៉ុន្តែសឹកជើកវាំងក៏អបនាងឡើងស្ទួយទៅភ្លាមត្រង់ពេលនោះដែរលីនយេរូភ្ញាក់ឡើងបន្ទាប់មកនាងត្រូវសឹកជើកដែលកំពុងឈួតអារម្មណ៍សង្កត់យ៉ាងតឹងនៅក្រោមរាងកាយបន្ទាប់ពីភាពវឹកវើលីនយូរត់ជិញទៅយ៉ាងអៀនខ្មាស់មិនគិតថាសឹកជើកវិញក៏ញៀននឹងនាងទៅហើយថ្ងៃបន្ទាប់សំបីតែនៅសួនខាងក្រោយនៃវាំងសឹកជើកក៏ចាប់លីនយូធ្វើរឿងស្នេហាដោយមិនលាក់លៀមធ្វើឲ្យនាងហត់អស់កម្លាំងមិនរំពឹងថាអ្នកបម្រើហៃថាងនឹងមករកលីនយូហើយសុំឲ្យនាងជួយត្រឡប់ទៅក្បែរសិនយេរូវិញមិននឹកស្មានថាលីនយូវិញនឹងស្ម័គ្រចិត្តនិយាយថាចង់លាក់បាំងតួនាទីរបស់ខ្លួនឲ្យហៃថាងលីនអ៊ូនិយាយថាត្រឹមតែខ្លួននាងធ្វើកំហុសធំមួយសាក់ជាហ្វៃនឹងដេញនាងចេញដោយខ្លួនឯងប៉ុន្តែតាមចរិតសាក់ជាហ្វៃវាអាចគំរាមដល់ជីវិតហៃថាងដូច្នេះនាងសូមឲ្យហៃថាងជួយរឿងមួយបើថ្ងៃស្អែកសាក់ជាហ្វៃចង់វាយឬសម្លាប់នាងសូមទៅប្រាប់សាក់ជើបើមិនដូច្នោះទេពួកគេទាំងអស់គ្នាអាចបាត់បង់ជីវិតនាងសួរថាហៃថាងមិនចង់ឲ្យសាក់ជាយាមើលឃើញមុខពិតរបស់សាក់ជាហ្វៃទេឬសាក់ជាយាគោរពនិងស្រឡាញ់ហៃថាងខ្លាំងណាស់បើមិនមែនដោយសារសាក់ជាហ្វៃប្រហែលឥឡូវនេះហៃថាងបានក្លាយជាម្ចាស់ភារយារឿងរបស់សាក់ជាទៅហើយហៃថាងយល់ព្រមប៉ុន្តែនិយាយថាបើសាក់ជាយាមិនមកសូមកុំស្ដាយចិត្តលើនាងលីនអ៊ូនិយាយថាជាក់ជាមិនខានល្ខោនល្អកំពុងចាប់ផ្ដើមហើយ